ពីព្រោះអាត្មាយកឃើញថាសប្តាហ៍នេះយុវជនយើងមិនសូវអានសៀវភៅទេអញ្ចឹងទៅហើយមួយទៀតគឺយុវជនខ្លះគាត់ចង់អានសៀវភៅដែរប៉ុន្តែគាត់អត់មានលទ្ធភាពទិញសៀវភៅអានពីព្រោះសៀវភៅខ្លះរៀងថ្លៃជាងសៀវភៅខ្លះមួយក្បាល$10 $30,000 $20,000 អញ្ចឹងទៅហើយយុវជនខ្លះមួយចំនួននៅទៅតាមបណ្ដាខេត្តគាត់អត់សូវមានលុយទិញសៀវភៅអានទេអញ្ចឹងអាត្មាភាពបានរេញទាសៀវភៅដែលមិត្តភ័ក្តិដែលអានចប់ហើយដើម្បីឲ្យគាត់ពិភាក្សាទានសៀវភៅចាស់ចាំងមកអាត្មាហើយអាត្មាយកសៀវភៅហ្នឹងទៅដាក់បណ្ណាល័យនៅតាមបណ្ដាខេត្តផ្សេងដែលដាច់ស្រយាលដើម្បីឲ្យយុវជនដែលចង់អានសៀវភៅហ្នឹងឲ្យមានឱកាសអានសៀវភៅនេះបាទជាកំហុសរបស់អាត្មានៅពេលដែលអាត្មានៅប្រសក់អាត្មាភាពមិនបានរៀនសូត្រអង្គខ្ពង់ពោះទេហើយឪពុកម្ដាយឲ្យទៅរៀនអត់ទៅចូលរៀនដែរគឺដើរកិច្ចសាលារៀនហើយដើរលេងពីពេញពីការនៅក្នុងភូមិយ៉ាងទៅហើយពេលខ្លះឪពុកម្ដាយឲ្យទៅរៀនគឺមិនរៀនទេយកលុយមកគឺដើរលេងបុកពយាលេងល្បែងជាមួយមិត្តភ័ក្តិមិត្របរិយខ្លាជាដើមយ៉ាងទៅលោកតាសូមឲ្យកូនចៅមានម៉ូយច្រើនសាធុអូស័ក្តិសិទ្ធិអូសាធុហេភ្ញាក់ឡើងបងនេះសម័យ AI ហើយចង់រក្សាម៉ូយចាស់បង្កើនម៉ូយថ្មីស្រួលទេ K-Store App BZ Advisor មុន Snap បែប Digital តាក់បានគ្រប់ម៉ូយ BZ Advisor ជឿជាក់លើសពី 1,500 អាជីវកម្មប្រម៉ូសិនអស់ស្ទះអូយស្ទះតែខ្ញុំជាអ្នកគិតលុយច្រើនបែបនឹងអាណាចាំអស់ឈប់ Easy POS BZ Advisor គ្រប់គ្រងគ្រប់ប្រម៉ូសិនរបស់លោកអ្នកស្រួលBZ Advisor ជឿជាក់លើសពី 1,500 អាជីវកម្មអាត្មាភាពព្រះនាមគិពិសាហើយអាត្មាភាពមកពីខេត្តព្រៃវែងស្រុកបាភ្នំខេត្តព្រៃវែងហើយសប្តាហ៍នេះអាត្មាភាពរស់នៅគង់នៅវត្តប្រទុំបតីហើយសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យជាគ្រប់គ្រងឯកទេសគ្រប់គ្រងពីព្រោះអាត្មាភាពបួសក្នុងមកបួសក្នុងព្រះពុទ្ធសាសនានេះជាសាសនាមួយដែលដឹកនាំមនុស្សឲ្យប្រព្រឹត្តអំពើល្អដឹកនាំមនុស្សឲ្យអប់រំផ្លូវចិត្តឲ្យស្អាតហើយផ្លាស់ប្ដូរជីវិតមនុស្សបានច្រើននៅក្នុងជីវិតរស់នៅជីវិតប្រចាំថ្ងៃអាត្មានៅប្រសក់អាត្មាភាពមានកំហុសច្រើននៅក្នុងខាងនៅជាកុមារភាពហ្នឹងនៅពេលដែលឪពុកម្ដាយដែលគាត់ជាកសិករម្នាក់ហ្នឹងក៏ឲ្យទៅរៀនដើម្បីមានចំណេះដឹងដើម្បីសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃអនាគតហ្នឹងប៉ុន្តែអាត្មាភាពមិនបានចូលរៀនទេនៅពេលដែលម៉ោងចូលរៀនគឺអាត្មាភាពបានទៅលេងបុកពយាទៅលេងទៅមើលរឿងដែលនៅតាមតូបកាហ្វេដែលគេចាក់រឿងនៅពេលដែលយើងទិញកាហ្វេមួយកែវទៅយើងអង្គុយមើលរឿងគេតចប់ដល់ម៉ោង10ហើយអញ្ចឹងទៅហើយនៅពេលដែលអត់មានលុយអញ្ចឹងទៅនៅពេលដែលម៉ោងចូលរៀននាំគ្នាមិត្តភ័ក្តិហ្នឹងនាំគ្នាកិច្ចសាលារៀនហើយអាត្មាភាពមិនចេះអក្សរទេដោយសារយើងអត់ចេះអក្សរនឹងខ្ជិលហើយអញ្ចឹងទៅជុំការរៀនបដារញ៉ៃធ្វើបាបគេធ្វើអីនៅក្នុងសាលារៀនអញ្ចឹងទៅដល់ពេលដែលអាត្មាចូលបួសក្នុងសំណាក់ព្រះពុទ្ធសាសនាអាត្មាភាពបានផ្លាស់ប្ដូរអរិយាបថច្រើនទាំងការនិយាយទាំងការស្ដីទាំងរស់នៅអរិយាបថទាំងដេកដើរឈរអង្គុយគឺអាត្មាបានផ្លាស់ប្ដូរច្រើនហើយជាពិសេសគឺផ្លាស់ប្ដូរចំណេះដឹងនៅពេលដែលអាត្មានៅប្រសក់អាត្មាអត់មានចំណេះដឹងបានខ្ពង់ខ្ពស់ទេដល់ពេលបែរអាត្មាបួសក្នុងព្រះពុទ្ធសាសនាអាត្មាភាពបានប្រតិបត្តិធម៌ព្រះពុទ្ធសាសនាហើយរៀនធម៌វិន័យពុទ្ធវចនៈចេះដឹងហើយអាត្មាភាពបានមករៀននៅភាសាបាលីនៅក្នុងសាលាបឋមភាសាបាលីនឹងរហូតដល់ចប់បញ្ញាបត្រនៅសាលាពុទ្ធកសាកលវិទ្យាល័យសន្តិរាជប្រសិនបើអាត្មានៅផ្សោះអាត្មាមិនអាចរៀនដល់ប៉ុណ្ណឹងទេបងមូលហេតុដែលអាត្មាមកចូលបួសក្នុងសំណាក់ពុទ្ធសាសនាអាត្មាយល់ឃើញថាសាសនាជាសាសនាដែលប្រជាពលរដ្ឋកូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតមិនមានលុយទៅសិក្សារៀនសូត្រមិនមានជីវភាពទៅសិក្សារៀនសូត្រទេព្រះពុទ្ធសាសនានឹងបានជួយក្មេងដែលមិនមានជីវភាពរស់នៅមិនធូរធារដូចក្មេងដទៃក៏អាចដឹកនាំក្មេងនឹងអាចរៀនបានខ្ពង់ខ្ពស់ដូចក្មេងដទៃដែរបញ្ហាលំបាករបស់អាត្មានៅពេលដែលអាត្មានៅពេលបន្ទាត់បួសអាចារ្យសទៅរៀនទៅក្នុងព្រះពុទ្ធសាសនាគឺពិបាកអានភាសាបាលីពិបាកមុនដំបូងពិបាកពីព្រោះភាសាបាលីវាខុសពីអានជាភាសាខ្មែរវាត្រូវចេញសំឡេងការប្រកបនេះខុសពីភាសាខ្មែរទៀតបាទអញ្ចឹងទៅអាត្មាពិបាកជាងព្រះសង្ឃដទៃដែលគេបួសមកគេជាអក្សរស្រាប់ហើយអាត្មាត្រូវទិញ
ចឹងអាត្មាបួននៅក្នុងពុទ្ធសាសនាការទិញធម៌គេទិញមួយថ្ងៃចប់1មេចឹងទៅឬ2ថ្ងៃគេចប់មេអាត្មាក្នុង1មេហ្នឹងគឺអាត្មាត្រូវ3ថ្ងៃទៅ4ថ្ងៃទៅចប់ព្រះពុទ្ធសាសនាវាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋដែរជាអ្នកកាន់រដ្ឋបាលព្រះពុទ្ធសាសនាច្រើនពីព្រោះព្រះពុទ្ធសាសនាបានដឹកនាំមនុស្សឲ្យប្រព្រឹត្តធ្វើអំពើល្អដឹកនាំមនុស្សឲ្យគិតតែផ្លូវល្អពីអ្នកដទៃមិនគិតតែអំពើអាក្រក់ទៅអ្នកដទៃទេគិតតែអំពើល្អនិយាយល្អទៅកាន់អ្នកដទៃល្អបាទជាកំហុសរបស់អាត្មានៅពេលដែលអាត្មានៅប្រសក់អាត្មាភាពមិនបានរៀនសូត្រអង្គខ្ពង់ពោះទេហើយឪពុកម្ដាយឲ្យទៅរៀនអត់ទៅចូលរៀនដែរគឺដើរកិច្ចសាលារៀនហើយដើរលេងពីពេញពីការនៅក្នុងភូមិយ៉ាងទៅហើយពេលខ្លះឪពុកម្ដាយឲ្យទៅរៀនគឺមិនរៀនទេយកលុយមកគឺដើរលេងបុកពជាលេងល្បែងជាមួយមិត្តភ័ក្តិមិត្របរិយខ្លាជាដើមយ៉ាងទៅការអប់រំនៅក្នុងជីវិតមនុស្សម្នាក់វាមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ប្រសិនបើយើងមិនមានចំណេះដឹងអ្វីទាំងអស់គឺវាទៅបរាជ័យទាំងអស់ប្រសិនបើយើងមានចំណេះដឹងវាអាចដឹកនាំជីវិតមនុស្សម្នាក់ដោះស្រាយបញ្ហាគ្រប់បានទាំងអស់វាមិនអាចធ្វើឲ្យមនុស្សបរាជ័យបានទេដោយសារយើងមានចំណេះដឹងពុទ្ធិគ្រប់គ្រាន់នៅក្នុងសម្រាប់ការដឹកនាំជីវិតរបស់មនុស្សម្នាក់ពួកគាត់គួរតែស្វែងយល់ច្រើនពីព្រោះព្រះពុទ្ធសាសនានៅពេលដែលមនុស្សបាក់ទឹកចិត្តឬមនុស្សបរាជ័យមនុស្សមានភាព stress ធន់ថប់ក្នុងជីវិតព្រះពុទ្ធសាសនាអាចជួយមនុស្សបានតាមរយៈការលើកទឹកចិត្តមនុស្សកុំរំពឹងទៅលើអ្នកដទៃគឺព្រះពុទ្ធលោកឲ្យរំពឹងលើខ្លួនឯងទីពឹងលើខ្លួនឯងត្រូវដោះស្រាយលើខ្លួនឯងយុវជនអាត្មាសូមលើកទឹកចិត្តយុវជនទាំងអស់គឺមនុស្សម្នាក់ត្រូវមានគោលដៅរៀងៗខ្លួននៅពេលដែលយើងដាក់គោលដៅច្បាស់លាស់ហើយយើងអាចដើរតាមគោលដៅរបស់យើងឲ្យបានគ្រប់ជ្រុងគ្រប់ជ្រោយហើយពេលខ្លះគោលដៅខ្លះយើងដាក់ទៅវាមានបញ្ហាប៉ុន្តែបញ្ហាវាមានដំណោះស្រាយហើយបាទអញ្ចឹងយើងត្រូវដោះស្រាយបញ្ហានោះឲ្យអស់សិនអស់លទ្ធភាពប្រសិនបើយើងដោះស្រាយមិនចេញទេយើងទៅរកបុគ្គលណាមួយដែលគាត់មានចំណេះដឹងខ្ពស់ជាងយើងហើយគាត់ជោគជ័យជាងយើងបាទអាត្មាសូមឲ្យយុវជនទាំងអស់មេត្តាចូលរួមការអានសៀវភៅឲ្យបានច្រើនតាមរយៈសៀវភៅតាមរយៈប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណិតឬតាមសៀវភៅដែលគេបង្ហោះនៅក្នុងសង្គមអ៊ីនធឺណិតហ្នឹងក៏អានឲ្យបានអានច្រើនហើយជាពិសេសគឺវិស័យការស្រាវជ្រាវឲ្យបានច្រើនតិចនៅពេលដែលគាត់មានការស្រាវជ្រាវការអានបានច្រើនគឺចំណេះដឹងរបស់គាត់មានការកើនឡើងហើយគាត់អាចមានចំណេះដឹងខ្ពង់ខ្ពស់ច្រើនបាទសប្តាហ៍នេះអាត្មាភាពបានបង្កើតបណ្ណាល័យ2នៅក្នុងឃុំចកាច់គឺនៅសហគមន៍ភូមិកាញ់មួយហើយនៅសហគមន៍នៅភូមិត្រាមួយអញ្ចឹងប្រសិនបើញាតិញោមដែលរស់នៅភូមិកាញ់ញាតិញោមអាចទៅអានសៀវភៅនៅសាលាបុណ្យទូតអំពូដែលនៅស្ថិតនៅភូមិកាញ់នេះញាតិញោមអាចអានបានមានទូមួយបណ្ណាល័យតូចមួយហើយនៅក្នុងទូបណ្ណាល័យតូចមួយនោះមានសៀវភៅជា40ក្បាលអញ្ចឹងញាតិញោមពុទ្ធបរិស័ទយុវជនសិស្សានុសិស្សទាំងអស់ដែលចង់អានសៀវភៅនៅក្នុងបណ្ណាល័យនេះអាចទៅអញ្ជើញអានសៀវភៅនឹងបានហើយនៅពេលដែលអានហើយសូមមេត្តារៀបចំសៀវភៅទុកដាក់ឲ្យស្រួលបួរប្រសិនបើសារអានសៀវភៅមួយក្បាលមិនចប់ទេអាចយកទៅអាននៅក្នុងនៅផ្ទះបានអានផ្ទះចប់ហើយអាចយកសៀវភៅមកដាក់នៅក្នុងបណ្ណាល័យវិញអាត្មាភាពបានដាក់យកសៀវភៅជាច្រើនជាង700ក្បាលទៅដាក់នៅខេត្តកោះកុងនៅអាត្មាភ្លេចឈ្មោះសាលាបាត់ហើយនៅជាសាលារបស់មិត្តភ័ក្តិអាត្មាដែលគាត់ជាគ្រូបង្រៀននៅសាលានោះមកពីព្រោះអាត្មាយកឃើញថាសប្តាហ៍នេះយុវជនយើងមិនសូវអានសៀវភៅទេអញ្ចឹងទៅហើយមួយទៀតគឺយុវជនខ្លះគាត់ចង់អានសៀវភៅដែរប៉ុន្តែគាត់អត់មានលទ្ធភាពទិញសៀវភៅអានពីព្រោះសៀវភៅខ្លះរៀងថ្លៃជាងសៀវភៅខ្លះមួយក្បាល$10 $30,000 $20,000 អញ្ចឹងទៅហើយយុវជនខ្លះមួយចំនួននៅទៅតាមបណ្ដាខេត្តគាត់អត់សូវមានលុយទិញសៀវភៅតានទេអញ្ចឹងអាត្មាភាពបានរេងគៀសៀវភៅដែលមិត្តភ័ក្តិដែលអានចប់ហើយដើម្បីឲ្យគាត់ពិភាក្សាទានសៀវភៅចាស់ៗមកអាត្មាហើយអាត្មាយកសៀវភៅហ្នឹងទៅដាក់បណ្ណាល័យនៅតាមបណ្ដាខេត្តផ្សេងៗដែលដាច់ស្រយាលដើម្បីឲ្យយុវជនដែលចង់អានសៀវភៅហ្នឹងឲ្យមានឱកាសអានសៀវភៅនេះបាទអត់សប្តាហ៍នេះអាត្មាអត់ចង់តាណាទេអាត្មាចង់បរិយានៅខេត្តព្រៃវែងឲ្យបានច្រើនបាទនៅក្នុងសហគមន៍អញ្ចឹងការអាននេះវាមានសារៈសំខាន់ណាស់ដល់យុវជនអញ្ចឹងប្រសិនបើញាតិញោមពុទ្ធបរិស័ទបងប្រុសបងស្រីទាំងអស់ឬបងប្រុសបងស្រីដែលមានសៀវភៅដែលអានហើយចាស់សូមប្រសិនបើចង់ពិភាក្សាទានសៀវភៅនេះទៅដល់សហគមន៍ដាច់ស្រយាលឬសហគមន៍ផ្សេងញាតិញោមអាចពិភាក្សាទានដល់អាត្មាបានតាមរយៈលេខទូរស័ព្ទ069 28 69 69
ជាប្រព័ន្ធ smart ជាចុងក្រោយអាត្មាភាពសូមឲ្យញាតិញោមជាពុទ្ធបរិស័ទទាំងអស់មេត្តាចូលរួមការអានសៀវភៅឲ្យបានច្រើនឬប្រសិនបើញាតិញោមជាប់រវល់ញោមសូមលើកទឹកចិត្តដល់កូនរបស់ខ្លួននឹងឲ្យងាកមកអានសៀវភៅច្រើនដើម្បីពង្រឹងចំណេះដឹងរបស់កូននឹងឲ្យមានចំណេះដឹងច្រើនបាទតាមរយៈការអានសៀវភៅនេះបាទ Promotion អស់ស្ទះ Promotion អស់ស្ទះអូយស្ទះតែខ្ញុំជាអ្នកគិតលុយច្រើនបែបនឹងអាណាចាំអស់ឈប់ Easy POS BZ Advisor គ្រប់គ្រងគ្រប់ promotion របស់លោកអ្នកស្រួលBZ Advisor ជឿជាក់លើសពី 1500 អាជីវកម្ម